សួស្តីបងប្អូននេះជាផ្កានៅមុខផ្ទះគឺផ្ទះខ្ញុំម្ដាយខ្ញុំគាត់ដាំនេះជាហើយផ្កាម៉ោង10លីជាមួយនឹងផ្កាស្អីទេស្គាល់ទេហើយនេះជាផ្កាដែរផ្កាប្រទាលលីជាមួយផ្កាម៉ោង10ណាហើយផ្កានេះម៉ោង10នេះចង់និយាយថាបើសិនជាបងប្អូនចង់ធ្វើអញ្ចឹងណានេះឃើញស្អាតទេដល់យើងធ្វើបញ្យួរអញ្ចឹងទៅដាក់នៅតាំងតែយើងវាស្អាតអញ្ចឹងពេលម៉ោង10អីគឺវាទៅជាអញ្ចឹងបំបងចងខ្សែចេះមានខ្សែគូយ៉ាងមួយមកហើយចោះប្រឡោះនេះឃើញប្រឡោះមានប្រឡោះវាចោះប្រឡោះហើយចងខ្សែអញ្ចឹងយើងអាចបញ្យួរបានតាមលបងផ្ទះតាមអីចឹងហើយសម្រាប់បើយើងចង់ឲ្យវានេះចង់ឲ្យវាមានប្រឡោះវាលូតចេញតាមប្រឡោះនេះអញ្ចឹងណាបងប្អូនចោះតាមម្ដាយខ្ញុំទៅនេះគាត់ចោះប្រឡោះអញ្ចឹងដល់ពេលអញ្ចឹងឃើញទេខាតនេះប្រឡោះនៅសល់អញ្ចឹងវាអត់តន់លូតមកហើយតែវាលូតមកវាចេញតាមប្រឡោះហ្នឹងហើយអូខេហ្នឹងហើយឃើញទេគ្រប់កំប៉ុងគឺដូចគ្នាអានេះប្រភេទដបយើងដប1លីត្រកន្លះយើងទេដប1លីត្រកន្លះយើងទេបងប្អូនឃើញទេនៅភេទដប1លីត្រកន្លះយើងទេហើយអានេះកែវជ័រសម្រាប់យើងដាក់គីឡូប្រហុកគីឡូអីធូរថ្លៃដែរទេបងប្អូនទិញតែបើសិនចង់អត់ចង់ទិញឲ្យអស់លុយទេយើងប្រើកណ្ដុងនេះដប1លីត្រកន្លះយើងណាដបជ័រយើងបោះចោលអីចឹងយើងឈប់ប្រើអីចឹងយើងហូបទឹកហើយអីហើយចោលផ្កាឃើញស្អាតទេចេញមកអញ្ចឹងស្អាតទេចាំមើលខ្ញុំរៀនវិធីសាស្ត្រពីធ្វើហ្នឹងបើសិនជាបងប្អូនអាចចេះធ្វើបងប្អូនអាចធ្វើបានអញ្ចឹងបើចាំខ្ញុំបរៀនក៏បានដែរសិតតែដបហើយតមកនេះគឺប្រទាលដែរប្រទាលនេះចង់និយាយថាបើសិនជាវាមានផ្កានេះផ្កាវាមានផ្កាអញ្ចឹងពេលវាឈូសទៅវាយើងដាំវានៅដីគឺវាឈូសគឺនេះហើយវាលូតខ្លួនវាដុះខ្លួនវាមកតែនេះជាសារតែយើងដាក់ប្រើកែវអញ្ចឹងវាដុះទៅរឹសមកទេចេញរឹសមកទេចេញទៅរឹសអញ្ចឹងមកទេទៀតដែរចេញរឹសអញ្ចឹងមកដែរបងប្អូននេះតែនេះយើងអត់ចោះកើតទេយើងដាក់តែអញ្ចឹងបណ្ដោយទៅយើងកុំចោះវាឃើញទេអត់ចោះវាទេចោះវាអញ្ចឹងមានតែដបចោលដបស៊ូដបអីតែយើងលាងឲ្យស្អាតចាំយើងយកមកដាំផ្កាសម្រាប់លម្អនៅផ្ទះយើងឲ្យស្អាតចឹងនេះគឺប្រទាលដែរនេះប្រភេទអាកណ្ដុងដែលយើងដូរទឹកហូបរាល់ថ្ងៃហ្នឹងកណ្ដុងហ្នឹងប្រើបានដូចគ្នាសម្រាប់យើងដាំលម្អនៅគៀនផ្ទះយើងគៀនលបងផ្ទះយើងអីចឹងនេះឃើញទេវាដុះមកល្អចេះប្រទាលហ្នឹងវាដុះមកល្អហើយនេះចាក់រឹសដល់កអញ្ចឹងយើងប្រើមួយជីអាចមន់អាចអីនៅផ្ទះយើងនឹងតែមានអាចប្រើណាប្រើបានយើងប្រើអញ្ចឹងបងប្អូនអរគ្នា